ស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានាកូនខ្មែរឆ្នាំ3នាក់កំពុងរះចិញ្ចែងចិញ្ចាចនិងដើរលើកម្រាលព្រំក្រហមនាកម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកានកម្មវិធីមហោស្រពកម្រិតពិភពលោកកាន Film Festival លើកទី79នេះបានប្រារព្ធឡើងចាប់ពីថ្ងៃទី12ដល់ថ្ងៃទី23ខែឧសភាឆ្នាំ2026នេះនៅទីក្រុងកានប្រទេសបារាំងអ្វីដែលជាមោទនភាពខ្លាំងបំផុតសម្រាប់ប្រទេសខ្មែរយើងគឺមានកូនខ្មែរ3រូបបានដើរបង្អួតសម្រស់និងវប្បធម៌ដ៏ល្អផូរផង់នៅលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍ដ៏ធំលំដាប់ពិភពលោកស្មើមុខស្មើមាត់ជាមួយនឹងបណ្ដាប្រទេសនានាកូនខ្មែរដ៏ឆ្នើម3រូបនោះរួមមានទី1លោកស្រីអ៊ុងពីយ៉ាណេលោកស្រីអ៊ុងពីយ៉ាណេគឺជាសហគ្រិននិងជាស្ថាបនិកប្រេនសម្រស់អន្តរជាតិ Nali Skin លោកស្រីគឺជាអ្នកនិពន្ធខ្មែរដំបូងដែលបាននិពន្ធសៀវភៅបែបលើកទឹកចិត្តដែលមានចំណងជើងថា Good Girl ជាសៀវភៅដែលជាប់លំដាប់ថ្នាក់លក់ដាច់បំផុត Bestseller លើគេហទំព័រ Amazonក្រៅពីនេះលោកស្រីក៏ជាគ្រូបង្វឹកជីវិត Life Coach ដែលមានវិញ្ញាបនបត្រច្បាស់លាស់និងជាអ្នកសម្របសម្រួលខាងសមាធិដែលផ្ដោតលើសុខភាពផ្លូវចិត្តនិងការអភិវឌ្ឍផ្ទាល់ខ្លួនរហូតត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីអន្តរជាតិធំៗដូចជាទស្សនាវដ្តី Prestige ទស្សនាវដ្តី Marie Claire ទស្សនាវដ្តី Country Style និងទស្សនាវដ្តី Who ផងដែរនៅក្នុងកម្មវិធីនេះលោកស្រីអ៊ុងពីយ៉ាណេបានបង្ហាញវត្តមានដ៏អស្ចារ្យជាមួយឈុតរ៉ូបវែងពណ៌ផ្កាឈូកដែលជាស្នាដៃច្នៃម៉ូដរបស់អ្នកច្នៃម៉ូដលីបង់ Najazat សូមជម្រាបជូនថាវត្តមានរបស់លោកស្រីអ៊ុងពីយ៉ាណេមិនមែនទៅធម្មតានោះទេប៉ុន្តែលោកស្រីគឺជាភ្ញៀវកិត្តិយសពិសេសដែលចូលរួមក្នុងកម្មវិធីបញ្ចាំងភាពយន្តដំបូងរឿង Diamond របស់លោក Andy Garcia កូនខ្មែរទី2អូលីវ៉ាកុងឬម៉ែនសីហាគឺជាអ្នកច្នៃម៉ូដពោពេញទៅដោយសមត្ថភាពលោកបាននាំយកនៅអរិយធម៌ខ្មែរទៅបង្ហាញពិភពលោកតាមរយៈការក្រងឈុតអាវធំវែង by fashion ដោយមានបច្នៃបង្ហាញពីរូបភាពព្រះវិស្ណុមានឈ្មោះថាជ័យជំនះនៃព្រះវិស្ណុថ្លែងសរឈុតជ័យជំនះនៃព្រះវិស្ណុថ្លែងសរនេះគឺបានបង្ហាញនៅអត្តសញ្ញាណរបស់ខ្មែរយើងពិតៗកូនខ្មែរទី3ដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកានគឺកញ្ញាកុយអេណាគឺជាអតីតបវរកញ្ញាខ្មែរនិងជាតារាម៉ូដែលដ៏លេចធ្លោអេណាបានក្លាយជាបវរកញ្ញាខ្មែរដំបូងគេដែលបានកសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យបានបង្ហាញវត្តមានដើរលើកម្រាលព្រំក្រហមនៅក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកានលើកទី79នេះវត្តមានដ៏លេចធ្លោរបស់កញ្ញាកុយអេណាក្នុងឈុតរ៉ូពណ៌ខ្មៅវែងដែលជាស្នាដៃរបស់លោកអូលីវ៉ាកុងបានធ្វើឲ្យខ្សែភ្នែកជាច្រើនផ្ដោតការចាប់អារម្មណ៍ជាពិសេសទៅលើកញ្ញាមិនថាឈុតរ៉ូបមិនថាគ្រឿងតុបតែងកាយដែលស័ក្តិសមនឹងសម្បុរស្រអែមស្រស់របស់កញ្ញាកុយអេណាដែលជាអត្តសញ្ញាណនៃស្ត្រីនៅអាស៊ីអាគ្នេយ៍ចាឪពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់វត្តមានរបស់កូនខ្មែរឆ្នើមទាំង3រូបនេះដែលបង្ហាញខ្លួនដើរលើកម្រាលព្រំក្រហមនៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកានមិនមែនជារឿងចៃដន្យនោះឡើយប៉ុន្តែវាគឺជាការបង្ហាញនូវឥទ្ធិពលមួយរបស់កូនខ្មែរយើងនៅលើឆាកអន្តរជាតិហើយក៏បានបង្ហាញឲ្យគេឃើញដែរថាអន្តរជាតិផ្ដល់តម្លៃផ្ដល់ការចាប់អារម្មណ៍មកលើខ្មែរយើងជាពិសេសផងដែរចាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់វត្តមានកូនខ្មែរទាំង3រូបនេះយើងអាចនិយាយបានថាកូនខ្មែរដ៏ឆ្នើមទាំង3រូបនៅលើឆាកអន្តរជាតិជាពិសេសការដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីភាពយន្តអន្តរជាតិនាទីក្រុងកាននេះមិនមែនជារឿងចៃដន្យនោះឡើយចាប៉ុន្តែវាគឺជាការបង្ហាញនៅការទទួលស្គាល់សមត្ថភាពស្នាដៃនិងឥទ្ធិពលរបស់ពួកគាត់នៅលើឆាកអន្តរជាតិហើយវាក៏បានបង្ហាញដែរថាអន្តរជាតិបានផ្ដល់តម្លៃសម្រាប់កូនខ្មែរសម្រាប់ប្រទេសខ្មែរយើងចានេះគឺជាកិត្តិយសនេះគឺជាមោទនភាពមិនមែនតែសម្រាប់គាត់ទាំង3រូបនោះទេតែក៏សម្រាប់យើងទាំងអស់គ្នាដែលជាប្រជាជនខ្មែរផងដែរសង្ឃឹមថាឱកាសក្រោយៗទៀតយើងនឹងមានកូនខ្មែរដ៏លេចធ្លោដ៏មានសមត្ថភាពជាច្រើនរូបទៀតនឹងបានទៅបង្ហាញសមត្ថភាពស្នាដៃនិងទេពកោសល្យរបស់ពួកគាត់នៅលើឆាកអន្តរជាតិធំៗដូចជាកម្មវិធីមហោស្រពភាពយន្តទីក្រុងកាននេះជាដើមចានាងខ្ញុំនីកាសូមអរគុណ